ទាំងពីរក្រុមតើក្រុមមួយណានឹងធ្វើការសរុបសេចក្តីខ្លឹមសាររបស់ខ្លួនបានល្អជាងគេសូមបញ្ជាក់ផងដែរថាបងបេក្ខជនទី4នៃក្រុមទាំងសងខាងគឺមានរយៈពេលចំនួន5នាទីដូចគ្នាដើម្បីធ្វើការសរុបសេចក្តីដោយសង្ខេបនៅចំណុចគោលសំខាន់នៃខ្លឹមសាររបស់បង ដោយចាប់ផ្ដើមពីក្រុមបដិសេធមកមុនដូច្នេះនេះខ្ញុំសូមអញ្ជើញបងបេក្ខជនទី4នៃក្រុមបដិសេធឡើងមកសរុបសេចក្តីខ្លឹមសាររបស់ខ្លួនសូមអញ្ជើញអំបញ្ញមិញនេះមិត្តក្រុមស្របបានលើកឡើងតកតងជាមួយចំណេះដឹងក៏ដូចជាការប្រើប្រាស់នៅចំណេះដឹងប៉ុន្តែនៅយោងទៅតាមប្រសាសន៍របស់លោកជំទាវបណ្ឌិតប្រចាំមនីហ៊ុនម៉ាណែតជាសមាជិកជាណាចក្រកម្ពុជាបានលើកឡើងយ៉ាងច្បាស់ថាសង្គមជាតិមួយដែលមានការរីកចម្រើននិងការយុវជនមានទាំងចំណេះដឹងសិលធម៌គុណធម៌និងសុខភាពល្អត្រូវដើរទន្ទឹមគ្នានេះសបញ្ជាក់ថាយុវជនសតវត្សទី21ត្រូវចាំបាច់មានគុណវុឌ្ឍិគ្រប់គ្រាន់ក្នុងការនាំកម្ពុជាឆ្ពោះទៅរកវិបុលភាពណាមិត្តក្រុមស្របជាកិច្ចបន្ទាប់នាងខ្ញុំសូមគោរពអង្គពិធីទាំងមូលជាទីគោរពនាងខ្ញុំឈ្មោះសេនសុភាជាបេក្ខជនមកពីក្រុមបដិសេធសូមឡើងមកធ្វើការបូកសរុបសង្ខេបនៃតលហេក3សំខាន់តលហេកទី1យុវជនសតវត្សទី21ត្រូវមានមនសិការជាពលរដ្ឋល្អដើម្បីកសាងសន្តិភាពនិងស្ថិរភាពសន្តិសុខជាតិយុវជនខ្លាំងសង្គមខ្លាំងប៉ុន្តែយុវជនខ្លាំងនៅក្នុងថ្ងៃនេះមិនមែនគ្រាន់តែជាយុវជនដែលមានតែចំណេះដឹងហើយចេះប្រើប្រាស់ប៉ុណ្ណោះទេត្រង់នេះយុវជនត្រូវដឹងពីទូនាទីនិងទំនួលខុសត្រូវរបស់ខ្លួនចំពោះសង្គមជាតិដោយប្រកាន់ជាប់នូវសិលធម៌គុណធម៌ការចេះគោរពច្បាប់និងមានស្មារតីរួបរួមក្នុងឆន្ទៈតែមួយគឺកសាងកម្ពុជាប្រកបទៅដោយសុខដុមរមនាតលហេកទី2យុវជនសតវត្សទី21ត្រូវមានមនសិការជាពលរដ្ឋល្អដើម្បីបង្កើនផលិតភាពនិងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពត្រង់ចំណុចនេះយើងចង់បង្ហាញថាមនសិការជាពលរដ្ឋល្អនឹងធ្វើឲ្យយុវជនហ៊ានចាប់យកនូវកលានុវត្តភាពដែលសង្គមផ្ដល់ឲ្យក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនហើយពេលនោះហើយពួកគេនឹងប្រើប្រាស់សក្តានុពលដែលខ្លួនមានក្នុងការអភិវឌ្ឍជាតិគ្រប់គ្រងផលិតផលក៏ដូចជាសហគ្រាសក្នុងស្រុកបង្កើនឱកាសការងារដើម្បីរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនជានិរន្តរ៍តលហេកទី3យុវជនសតវត្សទី21ត្រូវមានមនសិការជាពលរដ្ឋល្អដើម្បីពង្រឹងភាពធន់សុខុមាលភាពនិងការអភិវឌ្ឍជាតិប្រកបដោយចីរភាពអង្គវេទិកាទាំងមូលជាទីគោរពមនសិការជាពលរដ្ឋល្អមិនមែនគ្រាន់តែជាការស្រឡាញ់ជាតិតែប៉ុណ្ណោះទេប៉ុន្តែគឺជាការយល់ច្បាស់ពីគោលដៅនៃការរស់នៅដើម្បីជាតិយុវជនដែលមានភាពជាពលរដ្ឋល្អនឹងយកចិត្តទុកដាក់ក្នុងការពង្រឹងភាពធន់នៃការរស់នៅការថែទាំសុខភាពផ្លូវកាយនិងផ្លូវចិត្តឲ្យរឹងមាំដែលជាកម្លាំងជួយជាតិប្រកបដោយភាពរុងរឿងជារួមមកអ្វីដែលមិត្តក្រុមស្របលើកឡើងជាចំណុចល្អហើយក៏ប៉ុន្តែក្នុងដំណើរនៃការកសាងកម្ពុជាឆ្ពោះទៅរកវិបុលភាពយើងចង់សម្ដៅទៅលើការសម្រេចឲ្យបាននូវសន្តិសុខនិងសុវត្ថិភាពការអប់រំសុខភាពមូលដ្ឋានសង្គមអភិបាលកិច្ចឱកាសនិងការប្រកបរបរចិញ្ចឹមជីវិតសិទ្ធិសេរីភាពនិងសេដ្ឋកិច្ចដែលទាំងអស់នេះបានបង្ហាញថាកម្ពុជាមិនអាចហើយកំណត់ថាគ្រប់គ្រាន់នោះទេព្រោះដំណើរឆ្ពោះទៅរកជាដំណើរដើររួមគ្នាហេតុនេះហើយតែបានជាក្រុមបដិសេធយើងខ្ញុំមកទីនេះគឺដើម្បីឲ្យពិធីទាំងនោះបានមកកាន់ពីជ្រុងថ្មីមួយដែលជាចំណុចបំពេញបន្ថែមមិនអាចខ្វះបានក្រៅពីចំណេះដឹងនិងការចេះប្រើប្រាស់ចំណេះដឹងយុវជនសតវត្សទី21ត្រូវមានមនសិការជាពលរដ្ឋល្អស្របតាមតែឲ្យក៏ទាំងពីក្រុមយើងខ្ញុំដែលនឹងស្មារតីយុវជនឲ្យដឹងថាខ្មែរត្រូវចងចាំខ្មែរត្រូវតាំងចិត្តនិងខ្មែរត្រូវធ្វើឲ្យបានហើយមនសិការជាតិនេះមិនមែនបង្ហាញតែទៅជាតិមានបញ្ហាទេតែយើងត្រូវអនុវត្តជាប្រចាំទើបជាចម្លើយចំគោលដៅនៃប្រធានខាងលើឆ្លៀតក្នុងឱកាសនេះយើងខ្ញុំក៏សូមថ្លែងអំណរអគុណទៅដល់ថ្នាក់ដឹកនាំនិងគ្រប់ភាគីទាំងអស់ដែលតែងតែបណ្ដុះបណ្ដាលយុវជនកម្ពុជាគ្រប់រូបប្រកបដោយចីរភាពហើយក៏សូមសំណូមពរពីសំខាន់រួមមាន1សូមរៀបរាប់ថាពិបាលជាពិសេសក្រសួងអប់រំយុវជននិងកីឡានៅតែបន្តបង្កើតឲ្យមាននីតិអភិវឌ្ឍថ្មីបន្ថែមទៀតដើម្បីលើកកម្ពស់សមត្ថភាពនិងជាពលរដ្ឋល្អដល់យុវជនដើម្បីជាតិ2សូមជូនជាពិសេសដល់យុវជនប្រុសស្រីទាំងឡាយក្រៅពីចំណេះដឹងនិងចំណេះធ្វើដែលខ្លួនមានសូមព្យាយាមបដិញ្ញាចិត្តកសាងមនសិការជាតិមួយដ៏ពេញលេញដើម្បីខ្លួនឯងគ្រួសារនិងសង្គមកម្ពុជាឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ2030និង2050ដូចនេះសូមយុវជនខ្មែរទាំងអស់ចងចាំថាពុំមានអ្នកណាអាចជួយខ្មែរបានទេក្រៅពីខ្មែរជួយខ្លួនឯងមិនថាពេលនេះឬពេលអនាគត
ក្នុងនាមជាយុវជនសតវត្សទី21ពិភពលោកឯងនឹងបណ្ដោះឆន្ទៈស្នេហាជាតិដើម្បីកម្ពុជាខ្លាំងព្រោះកម្ពុជាជាដែនដីសុវណ្ណភូមិនិងជាបេះដូងនៃយើងទាំងអស់គ្នាកម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈយើងរួមគ្នានាំកម្ពុជាឆ្ពោះទៅរកចក្ខុវិស័យនៃការអភិវឌ្ឍប្រកបដោយវិបុលភាពនិងឯករាជ្យភាពជាតិសូមគោរពអរគុណនិងសូមអរគុណសូមអរគុណបងអូន